ចលនាមហាជនកម្ពុជាដែលផុសចេញពីស្រទាប់យុវជននៅថ្ងៃទី18ខែធ្នូឆ្នាំ2025នេះបានបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសជំរុញឲ្យមានការគោរពបទឆុបបាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងថៃកម្មវិធីនេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញក្រោមប្រធានបទដើរដើម្បីសន្តិភាពដោយមានមនុស្សជាច្រើនម៉ឺននាក់ចូលរួមក្នុងនេះក៏មានព្រះវត្តមានព្រះអម្ចាស់នរោត្តមចក្រាវុធនិងគណៈបករាជានិយមហ៊ុនស៊ិនប៉ិចផងដែរបានជួបជុំគ្នាធ្វើដំណើរចេញពីផ្សារចាស់មកកាន់វិមានឯករាជ្យជួបជុំគ្នានៅមុខព្រះបរមរូបព្រះករុណាព្រះបរមរតនកោដ្ឋប្រដាប់ដោយទង់ជាតិពាក្យស្លោកឆាយាអិសរាជជនខ្មែរនិងសម្រែកជ័យឃោសថាកម្ពុជាត្រូវការសន្តិភាពយ៉ាងកងរំពងកម្ពុជាត្រូវការសន្តិភាពសូមស្រាយជាភាសាបរទេសដើម្បីឲ្យមិត្តភ័ក្តិបរទេសនិងពិភពលោកបានឃើញ Cambodia needs peace កម្មវិធីបានបញ្ចប់ទៅបន្ទាប់ពីសន្ទរកថារបស់ប្រធានសសយកក្នុងបរិយាកាសសាមគ្គីជាតិយ៉ាងជ្រាលជ្រៅបំផុត